សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរយើងមកធ្វើសម្លកកូរចុងផ្អែមជាមួយនឹងស្លឹកម្រុំណាអ្នកទាំងអស់គ្នាហើយយើងក្រឡេកមើលទៅផ្ការបស់យើងក៏កំពុងតែរីកស្ងួតស្ងាត់ដែរអ្នកទាំងអស់គ្នាឲ្យតែខែធ្លាក់ភ្លៀងអញ្ចឹងគឺថាលាស់ត្រួយហើយគឺចេញផ្កាមកល្អខ្លាំងចំណែកឯស្លឹកម្រុំរបស់យើងគឺលាស់ខ្ចីណាស់អ្នកទាំងអស់គ្នាពីឯចុងផ្អែមគឺស្វាមីរបស់នាងខ្ញុំក៏បានកាត់មកពីព្រៃសម្រាប់បន្លែចុងផ្អែមមួយមុខនេះបើអ្នកតាមទីក្រុងឬក៏ទីផ្សារប្រហែលជាមិនស្គាល់ទេមើលទៅប៉ុន្តែសម្រាប់នាងខ្ញុំនៅតាមស្រុកព្រៃគឺស្គាល់ច្បាស់ណាស់បន្លែមួយមុខនេះគឺយើងស្លកកូរក៏ឆ្ងាញ់យើងយកទៅប្រហារបុកគ្រឿងឬក៏ស្លម្ជូរហើយមួយមុខទៀតគឺគេធ្វើញាំជាមួយសាច់ជ្រូកឬក៏សាច់មាន់អ្នកទាំងអស់គ្នាគឺឆ្ងាញ់ខ្លាំងណាស់ប៉ុន្តែនាងខ្ញុំក៏មកអាននៅរឿងស្នេហាខុសភពឲ្យអ្នកទាំងអស់គ្នាស្ដាប់ជាបន្តទៀតដែរកាលពីវីដេអូមុនយើងនិយាយដល់មេមង្គលបានទៅសពឃើញគន្ធាមុខចំណុចករបស់គេមេមង្គលក៏ទៅពិភាក្សាជាមួយគ្រូខ្មោចមង្គលក៏សួរទៅគ្រូខ្មោចថាម៉ែគ្រូហេតុអីបានជាខ្ញុំទៅសពឃើញខ្មោចនាងគន្ធាមុខចំណុចករបស់ខ្ញុំទៅវិញព្រោះនាងបានស្លាប់ច្រើនខែមកហើយមិនបានជាខ្ញុំទៅសពឃើញបែបនេះទៅវិញគឺវិញ្ញាណរបស់នាងបានចង់អាឃាតជាមួយឯងទៅបានជានាងចង់សងសឹកមកលើកឯងហ្នឹងណានេះមង្គលលើគ្រូខ្មោចនិយាយបែបនោះធ្វើឲ្យគេភ័យយ៉ាងខ្លាំងហើយក៏សួរទៅគ្រូខ្មោចទៅថាតើមានវិធីអីជួយខ្ញុំបានទេម៉ែគ្រូសាយតិចតិចហើយនិយាយថាកុំបារម្ភអីនាងជាខ្មោចកំពុងតែប៉ុណ្ណោះម៉ែគ្រូបានយករបស់មួយយ៉ាងហុចទៅឲ្យមង្គលរបស់នោះជារបស់ការពារខ្មោចព្រាយបិសាចមិនឲ្យចូលមកធ្វើបាបបាននោះទេហើយម៉ែគ្រូក៏និយាយទៅកាន់នាងមង្គលទៀតថារបស់នេះវាអាចការពារលោកមិនឲ្យខ្មោចស្រីនោះមកធ្វើបាបបាននោះទេនាងមង្គលទទួលយករបស់នោះហើយនិយាយតបថាខ្ញុំអរគុណម៉ែគ្រូណាចុះរឿងខ្មោចស្រីដែលនៅជាមួយអវត្តនាតើម៉ែគ្រូរកកន្លែងលាក់រូបរបស់នាងឃើញហើយឬនៅគ្រូខ្មោចនោះក៏ឆ្លើយតបទៅមង្គលវិញនៅទេយើងកំពុងតែធ្វើសមាធិរកមើលហើយតែនៅមិនទាន់ឃើញនៅឡើយទេប្រញាប់រកឲ្យឃើញទៅម៉ែគ្រូព្រោះខ្ញុំមិនចង់អូសបន្លាយយូរទៅនោះទេម៉ែគ្រូញញឹមតិចតិចហើយស្រដីតបទៀតថាលោកមិនបាច់បារម្ភនោះទេយើងកំពុងតែស្វែងរកហើយក្រោយពីបានជួបជាមួយគឺម៉ែគ្រូខ្មោចនោះហើយមង្គលក៏មកញ៉ាំកាហ្វេនៅហាងកាហ្វេមួយកន្លែងពេលចូលទៅដល់ក៏បានឃើញវឌ្ឍនាអង្គុយញ៉ាំកាហ្វេនៅទីនោះផងដែររីឯកំឡោះសង្ហាវឌ្ឍនាក៏បានដើរចេញមកកន្លែងចតឡានពេលនោះចាប់ឯនាយមង្គលក៏ដើរចូលមកហើយនិយាយទៅកាន់នរៈសង្ហា